ខំអង់គ្លេសណាស់តែពេលនិយាយគឺអត់លឿនទេបងអាចចែកម្លេចបបិសោតរឿងអង់គ្លេសផងមើលបងអូខេអូនអូខេមុនចែកម្លេចមើលទៅស្គៀបតិចសិននេះនៅមុខកន្លែងហាត់ប្រាណរបស់ខ្ញុំនេះថ្ងៃសៅរ៍ពេលព្រឹកអញ្ចឹងតាមបបិសោតរបស់ខ្ញុំផ្ទាល់រៀនភាសាអង់គ្លេសពីចំណុចមួយថាសឹងតែ0កន្លឹះที่ខ្ញុំឲ្យអ្នកនរគ្នាកន្លឹះតែល្អជាងគេបង្អស់គឺព្យាយាមរកមើលអ្វីនៅក្នុងភាសាអង់គ្លេសហ្នឹងដែលធ្វើឲ្យយើងចង់រៀនភាសាអង់គ្លេសហ្នឹងហើយព្យាយាមរកហេតុផលដើម្បីស្រឡាញ់ភាសាអង់គ្លេសហ្នឹងនៅពេលដែលយើងស្រឡាញ់គេមួយយើងនឹងព្យាយាមធ្វើគ្រប់បែបយ៉ាងរកមើលវិធីគ្រប់បែបយ៉ាងដើម្បីពង្រីកចំណេះដឹងភាសាអង់គ្លេសហ្នឹងអញ្ចឹងចំពោះខ្ញុំផ្ទាល់ខ្ញុំចង់មករៀនក្រៅប្រទេសហ្នឹងជាក្តីស្រមៃរបស់ខ្ញុំតាំងពីទូចមកអញ្ចឹងដើម្បីរៀនក្រៅប្រទេសបានខ្ញុំគិតថាមានតែភាសាអង់គ្លេសមួយទេដែលជាសាវដែលជា passport ជួយខ្ញុំទៅរៀនក្រៅប្រទេសបានខ្លងផ្លូវសិនចាំតិចទៀតនិយាយតអញ្ចឹងខ្ញុំបានបណ្ដុះការស្រឡាញ់ភាសាអង់គ្លេសរបស់ខ្ញុំដល់ពេលខ្ញុំស្រឡាញ់ហើយខ្ញុំព្យាយាមរកវិធីដូចជាកាលខ្ញុំនៅក្នុងថ្នាក់រៀនណាគេក៏ដឹងដែរគ្រូខ្ញុំក៏ដឹងមិត្តភ័ក្តិតែអង្គុយរៀនរបស់ខ្ញុំក៏ដឹងថ្នាក់ភាសាអង់គ្លេសខ្ញុំគឺជាមនុស្សម្នាក់ដែលនិយាយច្រើនជាងគេមកក្នុងថ្នាក់អារឿងមិនត្រូវនិយាយក៏និយាយដែរគឺនិយាយហ្នឹងគោលដៅរបស់ខ្ញុំគឺដើម្បីសមភាសាអង់គ្លេសខ្ញុំមិនថាខ្ញុំអត់ចេះភាសាអង់គ្លេសទេហើយទៅរៀនហ្នឹងដើម្បីយកបងលុយគេដើម្បីយើងពង្រីកភាសាអង់គ្លេសរបស់យើងអញ្ចឹងខ្ញុំមានភ័យអត់មានខ្លាចអត់មានអៀនអីទេនិយាយទាំងខុសទាំងត្រូវហ្នឹងហើយទៅពេលមានកន្លែងសាក់ត្រូវឡើង presentation ខ្ញុំគឺជាមនុស្សដំបូងដែលឡើង presentation វាជួយខ្ញុំបានមកផ្នែកធំ